បងប្អូននៅក្នុងចំណោមកូនមាន់ទាំងអស់មាន2ក្បាលដែលខុសគេបាទនេះដែលខ្ញុំកំពុងចាប់បាទអាហ្នឹងបងប្អូនស្គាល់អត់អាហ្នឹងមានរស់នៅតាមបឹងត្រពាំងដែលនៅឆ្ងាយពីភូមិអីអញ្ចឹងណាដែលវាមានព្រៃស្ដុកអីអញ្ចឹងណាដែលអ្នកខ្លះគេហៅថាទាព្រៃនឹងឯងហើយកូនមាន់ដែលបងប្អូនឃើញទាំងអស់គឺបានមកពីការភ្ញាស់នៅក្នុងទូនឹងឯងដោយសារតែមេមាន់ក្រាបអត់ទាន់ទេអញ្ចឹងទៅយើងត្រូវយកវាមកធ្វើការភ្ញាស់នឹងទូខ្លះនឹងទុកឲ្យវាពងនៅតាមសម្បុកខ្លះបាទដោយសារតែបើយើងយកមកទាំងអស់វាអាចអត់ពងអញ្ចឹងទៅហើយយើងទុកវាឲ្យវាឃើញមានពងទៅវាចិត្តតែពងចូលជាបន្តបន្ទាប់អញ្ចឹងណាដោយធ្វើការប្រមូលពីសម្បុកនីមួយៗមករួមគ្នាសម្រាប់ការភ្ញាស់កូនមាន់នេះគឺវាពិបាកដែរបងប្អូនដោយសារតែកូនមាន់ទាំងអស់គឺវាមិនបានញាស់មកព្រមគ្នាទេដោយសារតែយើងប្រមូលវាពីសម្បុកផ្សេងគ្នាយកមករួមគ្នាអញ្ចឹងណាអញ្ចឹងទៅវាញាស់ជាបន្តបន្ទាប់តាមដំណើរអញ្ចឹងទៅប៉ុន្តែយើងអាចយកមកដាក់រួមចូលជាមួយមុនដើម្បីឲ្យវានៅជាមួយគ្នាបានដោយសារតែវាឡៃទូចនៅឡើយអញ្ចឹងណាបើធៀបទៅនឹងការភ្ញាស់ឲ្យមេរបស់វាក្រាបពងតែម្ដងអាហ្នឹងគឺវាញាស់អត់អស់បងប្អូនវានៅសល់ច្រើនខ្លាំងណាប៉ុន្តែបើយើងយកមកញាស់នៅក្នុងទូអញ្ចឹងគឺវាញាស់អត់ស្មើគ្នាក៏ពិតមែនតែក៏អាចនៅសល់តិចតួចដែលវាអត់ញាស់ណាដោយសារតែមូលហេតុកម្ដៅអីយើងអត់ដល់ឬក៏យ៉ាងម៉េចគឺយើងអត់ដឹងអញ្ចឹងណាតែយ៉ាងណាក៏វាអាចញាស់បានច្រើនជាងដែលយើងឲ្យមេរបស់វាញាស់អញ្ចឹងណាតែខ្ញុំនិយាយអញ្ចឹងពីព្រោះកាលពីមុនហ្នឹងគឺវាញាស់ដោយមេទាំងអស់គឺខ្ញុំអត់តន់ទិញទូអញ្ចឹងណាទើបខ្ញុំឃើញថាការញាស់ដោយឲ្យមេក្រាបគឺពង15អីអញ្ចឹងគឺនៅសល់បានតែ4ទៅ5ក្បាលអីទេខ្លះបាន7ក្បាល8ក្បាលប៉ុន្តែនៅសល់ពងច្រើនទើបខ្ញុំសម្រេចចិត្តទិញទូយកមកដាក់ញាស់តែម្ដងដោយសារតែមេវាច្រើនគួរសមដែរពងបានច្រើនវាពងលាយគ្នាហើយយើងអត់អាចឲ្យវាក្រាបបានទេបើមិនជាឲ្យវាក្រាបគឺដឹងតែអត់ញាស់បានផលតែម្ដងនេះព្រោះអីវាពងលាយគ្នាទើបយើងត្រូវផ្លាស់ប្ដូរវិធីក្នុងការភ្ញាស់វាតែម្ដងសម្រាប់ថ្ងៃនេះខ្ញុំធ្វើការប្រមូលពងរបស់វាចំនួន3សម្បុកដោយសារតែ3សម្បុកហ្នឹងគឺវាមានពងច្រើនជាងគេពងប្រមាណសម្បុកពីមុនខ្ញុំយកទៅភ្ញាស់2ទៅ3ដងរួចហើយដែលកូនដែលបានប្រមាណក្បាលដែលខ្ញុំថតឲ្យមើលខាងដើមវីដេអូអញ្ចឹងណាអាហ្នឹងគឺខ្ញុំយកទៅភ្ញាស់អាសាមុនអញ្ចឹងអាសាក្រោយនេះខ្ញុំប្រមូល3សម្បុកក្នុងមួយសម្បុកហ្នឹងវាពងច្រើនដែរចាំមើលថាខ្ញុំប្រមូលអស់ទៅវាមានចំនួនប្រមាណពងនៅក្នុងមួយសម្បុកគឺខ្ញុំទុក2ទៅ3គ្រាប់ដើម្បីឲ្យវាពងបន្តទៀតព្រោះដែលពងឃើញច្រើនហ្នឹងគឺមិនមែនពងតែមីតែមួយទេគឺវាពងចូលលាយគ្នាចឹងហើយយើងអត់អាចឲ្យវាក្រាបអត់អាចទុកឲ្យវាក្រាបបានទេយើងត្រូវតែយកវាចេញដើម្បីយកមកភ្ញាស់ដោយទូជំនួសវិញណាមួយមេដែលវាចូលពងបន្តបន្ទាប់គ្នាអញ្ចឹងវាអត់មានឱកាសបានក្រាបពងទេខណៈកាលពីមុនយើងឲ្យក្រាបខ្លួនឯងដោយមេវាក្រាបតែមួយផងក្នុងមួយសម្បុកណាហើយវាពងអត់លាយគ្នាទេប៉ុន្តែនៅតែញាស់អត់អស់អត់ដូចយើងភ្ញាស់ជាមួយនឹងទូទេបើយើងយកមកញាស់ជាមួយនឹងទូវាខូចខាតតិចតួចមែនតើភាគរយខូចគឺតិចមែនតើណាអានេះពងដែលយើងប្រមូលបានគ
គឺយើងយកមកភ្ញាស់គឺដំបូងឡើយខ្ញុំអត់ទាន់ធ្វើការឆ្លោះមើលទេថាតើពងនឹងវាល្អឬក៏អត់វាអាចញាស់ដែរអត់អីអញ្ចឹងណាតែពិតទៅយើងអាចឆ្លោះមើលបានមុននឹងដាក់សម្រាប់ខ្ញុំគឺខ្ញុំយកវាទៅដាក់ភ្ញាស់សិនព្រោះអីខ្ញុំចាំឆ្លោះវានៅពេលយប់យើងអាចឆ្លោះមើលវាឃើញច្បាស់ជាងអានឹងគឺកូនមន់ដែលខ្ញុំភ្ញាស់រៀងរាល់ថ្ងៃបងប្អូនគឺវាញាស់មកបន្តបន្ទាប់គ្នាអញ្ចឹងអានេះគឺទើបញាស់ពីយប់មិញទេនេះដោយសារពីម្សិលមិញខ្ញុំប្រមូលចេញអស់ហើយអញ្ចឹងយប់មិញវាញាស់មកទៀតអានេះឃើញពងនេះគឺវាកាត់រៀងចិត្តជុំវិញអាហ្នឹងវាចិត្តចេញមកអាខ្លះគឺទើបតែចោះមាត់ចាប់ចោះមាត់មកតិចអាហ្នឹងមានន័យថាចិត្តញាស់ហើយពងដែលខ្ញុំដាក់ញាស់នេះគឺខ្ញុំធ្វើការឆ្លោះវាជាប្រចាំមិនមែនយើងយកទៅដាក់វាហើយយើងអត់ឧស្សាហ៍ឆ្លោះមើលវាទេគឺយើងឆ្លោះមើលវាថាតើពងនីមួយនៅមានជីវិតអត់ព្រោះខ្លះគឺវាអត់មានជីវិតទេអញ្ចឹងដាក់ទៅវាចោលថ្ងៃទៅវាខាតកន្លែងខាតភ្លើងយើងផងជាក់ស្ដែងយើងអ្នកភ្ញាស់ពងមាន់ប្រកាសជាដឹងហើយថាត្រូវធ្វើម៉េចទៅប៉ុន្តែសម្រាប់អ្នកដែលអត់ដឹងគឺគាត់ប្រកាសជាចង់ដឹងហើយថាតើគួរធ្វើយ៉ាងណាសម្រាប់ការភ្ញាស់ពងមាន់នេះយើងភ្ញាស់បែបធម្មតាអញ្ចឹងយើងត្រូវតែវីវាបងប្អូនយើងត្រូវបំវិលពងជំនួសយើងអត់មានអីបំវិលពងដូចបោះអូតូអញ្ចឹងណាអញ្ចឹងទៅយើងធ្វើការបង្វិលដោយប្រើដៃយើងនឹងឯងព្រឹកថ្ងៃល្ងាចក៏បានឬក៏យើងអាចធ្វើការបង្វិលពងព្រឹកល្ងាចក៏បានដែរបើមិនតែយើងអត់មានពេលអីអញ្ចឹងណាយើងដោតភ្លើងទុកចោលយើងរវល់ការងារផ្ទះឬការងារស្រែចម្ការអីអញ្ចឹងយើងអត់បាននៅផ្ទះអីអញ្ចឹងយើងដោតចោលអីអញ្ចឹងព្រឹកឡើងយើងបង្វិលវាទៅយើងវីវាទៅពេលល្ងាចឡើងយើងចាប់ផ្ដើមវីវាម្ដងទៀតទៅជាពិសេសទឹកបងប្អូនទឹកដែលនៅក្រោមកង្ហាលណាអានឹងគឺសំខាន់ទឹកនៅក្រោមកង្ហាលគឺយើងត្រូវតែដាក់វាឲ្យបានជាប់ជួនគឺកុំឲ្យវាអស់ព្រោះអានឹងវាជួយឲ្យកង្ហាលបក់ជាតិទឹកឲ្យវាមានភាពត្រជាក់នៅក្នុងនោះបានខ្លះព្រោះបើសិនជាអត់មានជាតិទឹកវាធ្វើឲ្យក្តៅខ្លាំងវាក្តៅទូយើងខ្លាំងព្រោះវាអាចធ្វើឲ្យឆាប់ខូចគ្រឿងរបស់យើងដូច្នេះហើយយើងដាក់ទឹកឲ្យវាបានត្រជាក់ទៅវាធ្វើឲ្យពងរបស់យើងក៏ញាស់បានល្អដែរហើយបងប្អូនខ្លះថាចុះខ្ញុំទៅសេលេខដាក់នៅលើពងទៅអីដែលខ្ញុំទៅសេលេខដាក់នៅលើពងហ្នឹងគឺខ្ញុំសម្គាល់វាបងប្អូនដោយសារតែពងមុនហ្នឹងវាពងលេខ3អញ្ចឹងទៅខ្ញុំដាក់សម្គាល់ក្រោយនេះខ្ញុំដាក់លេខ4មានន័យថាខ្ញុំភ្ញាស់4ដងនឹងអានឹងហើយបងប្អូនពីមុនលេខ1អញ្ចឹងណាលេខ1គឺវគ្គទី1លេខ2វគ្គទី2លេខ3វគ្គទី3និងលេខ4នេះគឺមានន័យថាវគ្គទី4ខ្ញុំញាស់ជាបន្តបន្ទាប់គឺយើងដាក់អញ្ចឹងគឺដើម្បីកុំឲ្យវាច្រឡំគ្នាព្រោះបើសិនតែយើងអត់ទៅសេលេខខុសគ្នាអញ្ចឹងវានឹងច្រឡំជាមួយអាពងដែលយើងដាក់មុនអញ្ចឹងណាព្រោះអាមុនលេខ3បើសិនតែយើង
សរសេរក្រោយលេខ3ទៀតចឹងវានឹងច្រឡំទេអត់ដឹងថាអាពងណាដែលដាក់មុនអាពងណាដែលដាក់ក្រោយអញ្ចឹងណាអានឹងគឺយើងសម្គាល់ដើម្បីដឹងមុនក្រោយនឹងឯងបាទសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណ